រឿងក្រពើមើគុណកាលពីព្រេងនាយនារដូវប្រាំងមានតាចាស់ម្នាក់បានធ្វើដំណើរតាមរទេះគោនៅក្នុងព្រៃតែម្នាក់ឯងលុះដល់បឹងមួយបឹងនៅស្ងួតហួតហែងថែមទាំងមានក្រពើមួយក្បាលកំពុងស្វែងរកបឹងដោយសារបឹងដែលខ្លួនធ្លាប់រស់នៅរីកស្ងួតអស់ពេលនោះក្រពើបានជួបតាចាស់កំពុងបោះរទេះតាអាណិតក៏យល់ព្រមបើក្រពើនោះប្រាប់ឲ្យលោកតាចងខ្លួនវាជាមួយរទេះចងឲ្យណែនរួចតាចាស់ក៏ធ្វើតាមលុះដល់បឹងមួយតាក៏ស្រែកខ្សែឲ្យក្រពើចូលទៅរកបឹងលុះពេលស្រែករួចក្រពើនោះក៏ប្រែជាខឹងរួចចង់ស៊ីតាជាចំណីព្រោះតាចាល់បានចងវាណែនពេកតាក៏ប្រកែកព្រោះក្រពើជាញាក់ប្រាប់តាឲ្យចងក្រោយមកលោកតាមិនសុខចិត្តក៏បានធ្វើដំណើរទៅពឹងសុភាទុនសាយឲ្យជួយសុភាទុនសាយក៏យកព្រមជួយពេលជួបក្រពើសុភាទុនសាយក៏និយាយទៅកាន់ក្រពើថាដើម្បីស្វែងរកខុសត្រូវសូមបងក្រពើឲ្យតាចងម្ដងទៀតពេលឃើញសត្វក្រពើរើខួនលែងរួយសុភាទុនសាយក៏បង្គាប់តាថាសត្វរមិលគុណដោយក្រពើនេះតាកុំខ្វល់ពីវាចូលតាយកដុំឈើមួយដុំវាយសំពង់ក្បាលវាទៅលោកតាក៏ធ្វើតាមក្រពើក៏បានស្លាប់នៅពេលនោះទៅសុភាទុនសាយបានផ្ដាំថាធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់បើគេធ្វើគុណមកលើយើងគួរណាយើងដឹងគុណគេហើយសងគុណគេ